Ok, số dây này ở kia là video này nhôm mò bật điệnពី function fl switch case នៅក្នុង data អញ្ចឹងខ្ញុំឧទាហរណ៍ទៅលើ function មួយខ្ញុំមាន function មួយឈ្មោះថា greeting អញ្ចឹងនៅក្នុង function ខ្ញុំ print អីមួយមកខ្ញុំ print ពាក្យ hello world ពាក្យពេញនិយមអូខេអញ្ចឹងខ្ញុំបណ្ណានមើលអូខេវាអត់ចេញទេដោយសារខ្ញុំអត់ call វាចូលទៅក្នុង main អញ្ចឹងខ្ញុំ call function ចូលក្នុង main មកអូខេឃើញថាវា print ពាក្យហ្នឹងមកហើយអានេះគ្រាន់តែ function ធម្មតាទេខ្ញុំឧទាហរណ៍មួយទៀតទៅលើ function ដែលមាន parameter ខ្ញុំ declare void ដែរដាក់ឈ្មោះថា sum អញ្ចឹងនៅក្នុង function នេះមាន parameter 2មាន int a ហើយនឹង int b អញ្ចឹងនៅក្នុងហ្នឹងខ្ញុំចង់ print value a បូក b ហ្នឹងខ្ញុំ print a បូក b បន្តមកទៀតខ្ញុំ call វាចូលទៅក្នុង main អញ្ចឹងឃើញថាវា error ដោយសារតែ function នេះវាមាន parameter 2គឺ a និង b អញ្ចឹងខ្ញុំផ្ដល់តម្លៃឲ្យវាមក a ដាក់3 b ដាក់6ខ្ញុំ run ហើយឃើញថាវាស្មើ9អញ្ចឹងត្រូវហើយអាហ្នឹងគឺជាប្រភេទ non return function អញ្ចឹងខ្ញុំបង្កើត function ជាដែល return in return the ball ចុះ ball ខ្ញុំដាក់ឈ្មោះថា calculate ចឹងមកអញ្ចឹងនៅក្នុង data ហ្នឹង parameter វាមាន2គឺ require parameter និង optional parameter អញ្ចឹងខ្ញុំ function នេះខ្ញុំ declare ជា optional parameter optional មានន័យថាយើងផ្ដល់យើង function ហ្នឹងពេលយើង call វាយើងចង់បោះតម្លៃឲ្យអា parameter ហ្នឹងក៏បានអត់ក៏បានអញ្ចឹងខ្ញុំ declare n ដាក់ពាក្យថា price មួយអូខេអញ្ចឹងខ្ញុំដាក់វា optional ដោយដាក់សញ្ញាសួរបន្តមកទៀតខ្ញុំដាក់parameter មួយទៀត string ដាក់ product name ញ៉ា pro name អូខេអញ្ចឹងអានេះខ្ញុំអត់ចង់ឲ្យវា optional ទេខ្ញុំចង់ឲ្យវា require ឃើញថាវានៅ error ដោយសារ function វាត្រូវការ return អញ្ចឹងកន្លែងនេះខ្ញុំនឹង return ឲ្យវាមួយខ្ញុំ return អូខេចេះវិញខ្ញុំ clear var មួយឈ្មោះថា result អញ្ចឹង result ហ្នឹងស្មើចេះមក price ខ្ញុំដាក់ដុល្លារមួយខ្ញុំដាក់ price ហ្នឹងមកអញ្ចឹងដោយសារ price នេះវា optional វាអាចណាល់អញ្ចឹងដើម្បីកុំឲ្យវាចេញណាល់យើង check បែបនេះយើង check បែបនេះមក price សិនជាណាល់ឲ្យវាស្មើ0អាហ្នឹងខ្ញុំបរៀននៅវីដេអូមុនហើយអានេះគេហៅថា ternary operator អូខេបន្តមកខ្ញុំឲ្យវាចុះបន្ទាត់មួយចុះ /n បន្តមកទៀតproduct name សញ្ញាដុល្លារមួយមក pro name អ
chẳng function này nhóm return result này ok function này vì return ở bàn đây để xài đây chỉ string chẳng nhóm đầu ở đặt string đấy nhóm đặt double đấy nhóm return string mình function này. Ok làក្នុង main នេះខ្ញុំ call function ហ្នឹងតែខ្ញុំ call ខ្ញុំ print function ហ្នឹងយកrồi ខ្ញុំ print ពាក្យថា calculate អញ្ចឹង name modify ដាក់ឈ្មោះខុសទៀត calculate អត់អីខ្ញុំដាក់អីគេបណ្ដាក់អីគេដាក់ iPhone អូខេអញ្ចឹងបើប៉ុណ្្នឹងគេវាចេញមកហើយអ្នកនោះគេឃើញអត់តម្លៃ price 0 product name iPhone ដោយសារតែខ្ញុំអត់ផ្ដល់តម្លៃឲ្យអា price នេះអញ្ចឹងខ្ញុំផ្ដល់តម្លៃឲ្យអា parameter price នឹង100អូខេ run មកទៀតអញ្ចឹងឃើញថា price យើង100មែនអូខេអាហ្នឹងទៅលើ function អស់ហើយអូនៅមួយទៀតនៅ arrow function មួយទៀត function nàyគេអាច declare បានជាលក្ខណៈបែបនេះ void អ្នកថា make sound ចុះអូខេអញ្ចឹងបែបនេះបាន print សំឡេងម៉ែវអូខេអញ្ចឹងយើងអាច declare function ជាលក្ខណៈបែបនេះបានគេហៅថា arrow function ខ្ញុំ call function នឹងចូលក្នុង main ទៀតហើយខ្ញុំ run ទៀតនេះអូខេខ្ញុំទៅ print ទៀតនឹងមកហើយអូខេអញ្ចឹងទៅលើ function អស់ហើយខ្ញុំបញ្យល់តិចទេទៅលើ data programming យើងចាំ detail ខ្លាំងទៅលើ Flutter មកអូខេបន្តមកទៀតចូលទៅដល់ condition if else អូខេអញ្ចឹងអានេះខ្ញុំសូមលុបចោលទៅ if else ហ្នឹងវាដូចតែគ្នាទេ language ណាក៏ដូចគ្នាដែរខ្ញុំ declare in age 1 ស្មើ30អញ្ចឹងទៅបន្តមកទៀតខ្ញុំ check ថា if ប្រសិនបើ age ធំជាងឬស្មើ x តូចហើយតូចជាង x តូចជាងឬស្មើ30ឲ្យវា print ពាក្យថា a dual អូខេតែបើ l ខ្ញុំ print ពាក្យថា minor old ដាក់ old អូខេអញ្ចឹងខ្ញុំ run អញ្ចឹង age យើងគឺវាតូចជាងឬស្មើ30ដោយសារ age ជាង30ដោយសារនេះមាន condition នេះគឺcondition នេះគឺសញ្ញា operator នេះតូចជាងអីយ៉ាតូចជាងឬស្មើអូខេអាហ្នឹងទៅលើ if else គឺ if else មានប៉ុណ្ណឹងបន្តមកទៀតចូលទៅដល់ switch case អូខេខ្ញុំតេស្តអ្នកនរគ្នាមកខ្ញុំ declare string មួយខ្ញុំដាក់ថាពាក្យថា grade អញ្ចឹងខ្ញុំ assign តម្លៃឲ្យ a នៅក្នុង switch case ហ្នឹងខ្ញុំសរសេរថា switch បន្តមកបើកមុខកញ្ចក់ grade អូខេបន្ត case សិនបើ a អាយ៉ាទៅសេខុសដាក់វាអញ្ចឹង a ខ្ញុំ print ពាក្យថា excellent អូខេ copy មកសរសេរបើ b ខ្ញុំ print ពាក្យថា good បើ c
មាន C មិនដាក់ C ឲ្យដាក់ C វិញទៅដាក់ពាក្យអីគេ normal អញ្ចឹងដែរ normal អូខេបន្តទៀតមានពាក្យថា default default ខ្ញុំឲ្យវា print ថាពាក្យថា unknown grade អូខេខ្ញុំ save អូខេផ្លេចទៅលើ switch cache យើងត្រូវទៅប្រើពាក្យ break ដើម្បីឲ្យវាឈប់ពេលដែលវាចូល condition ណាមួយវាឈប់កុំឲ្យវាដើរទៀត break អា default នេះមិនដាក់ break ទេអ្នកនរគ្នាអញ្ចឹងខ្ញុំ run វា print ពាក្យ excellent ដោយសារ grade យើងស្មើ A អញ្ចឹងខ្ញុំដូរ grade ដាក់អក្សរ J ចូល unknown grade អញ្ចឹងនៅក្នុង switch cache យើងអត់មាន condition J ទេមកខ្ញុំដាក់ C វា print normal អូខេអញ្ចឹងទៅលើ switch cache ខ្ញុំឧទាហរណ៍លើ switch cache បន្តមកទៀតចូលទៅដល់ loop ខ្ញុំបរៀនទៅលើ while loop មួយ declare in មួយស្មើ0 in ដាក់ i ចុះស្មើ0បន្តទៀត while i ធំជាង3អានេះ loop while អ្នកនរគ្នាអាយ៉ា i ធំជាង3ខ្ញុំឲ្យវា print i print i នឹងយកដែរអូខេហើយឲ្យ i វាកើន1i បូកអានឹងនៅក្នុង C programming អីគ្រូបរៀនអស់ហើយដូចគ្នាអូខេអញ្ចឹងឃើញថាវា print ពីលេខ0ដល់លេខ3អញ្ចឹងត្រូវហើយដោយសារ i ដំបូងយើង declare ស្មើ0អញ្ចឹងអា loop នេះវាដើរនេះវាដើរ while i មុនដំបូងវាស្មើ0ពេលស្មើ0វាចូលឡើងក្នុង condition យើងវា print លេខ0មួយបន្តមកទៀត i យើងឡើង1ដោយសារយើងដាក់បូកពីក្រោមនេះពេលដែល i ឡើង1វាឡើង2អញ្ចឹងវានៅតែតូចជាង3បន្តមកទៀតពេលដែល i យើងឡើង2ក៏វា print វានៅតែតូចជាង3ដដែលពេលដែល i យើងឡើង3វាអត់ចូល condition នេះទេអញ្ចឹងវាអត់ print ទេអញ្ចឹងវា print បានតែ3 0 1 2អញ្ចឹង3អូខេអាហ្នឹងទៅលើ while loop វាមាន do មានអីដែរអញ្ចឹងខ្ញុំឧទាហរណ៍ទៅលើ do while ម្ដង do ញ៉ាំ declare i មកទៀតចុះ i ស្មើ0 do print i while ត្រូវមាន condition i ធំជាង3ចុះដល់ខ្លីបានទេi ធំជាង3នេះអាកន្លែង condition នេះគឺ condition ដែល loop របស់យើងត្រូវឈប់ធ្វើការអញ្ចឹងរ៉ានទៀតមកអានេះវា print រហូតដោយសារតែ i យើងខ្ញុំអត់បានដាក់បូកអញ្ចឹង i យើងស្មើ0រហូតដល់ពេលដែល i យើងស្មើ0រហូតអានេះវា print រហូតឃើញអត់ហើយខ្ញុំ stop វាសិនអញ្ចឹងខ្ញុំឲ្យ i ហ្នឹងបូកអញ្ចឹងវា print តែយ៉ាបាត់ចង់កៀងរ៉ែមបាន print ខាងពេកអូខេខ្ញុំបានម្ដងទៀត clear ចោលអញ្ចឹងវា print តែ3ដងទេ
ឃើញអត់ print តែ3មិញខ្ញុំភ្លេចដាក់ i បូកនេះដល់ពេល i យើង declare ស្មើ0អត់មានកន្លែងណាដែលវាឲ្យវាថែមតម្លៃឲ្យវាបូកអញ្ចឹងមាន print រហូតអូខេអញ្ចឹងទៅលើ do while អូខេទៅលើវីដេអូហ្នឹងគឺយើងចប់ត្រឹមហ្នឹងហើយអរគុណអ្នកនរគ្នាសម្រាប់ការទស្សនា